សួស្តីពុកម៉ែបងប្អូននេះគឺជាសកម្មភាពធ្វើការសំណង់នៅអូននាងស្ថិតនៅទឹកដីប៉ោយប៉ែតបងប្អូនពេលព្រឹកមុននឹងយើងធ្វើដំណើរទៅធ្វើការយើងត្រូវការមេឲ្យមកជួបជុំគ្នាតម្រង់ជួរដើម្បីយកបងឲ្យមេសុបមកមេគាត់ចាត់ចែងការងារទៅតាមមុខជំនាញរបស់បងប្អូនយើងដែលគាត់ធ្វើការនៅក្នុងក្រុមហ៊ុនចិននេះបន្ទាប់ពីគេចាត់ចែងការងាររួចហើយបានយើងបំបែកពួកគ្នាទៅធ្វើការតាមមុខងារដែលគេរៀបចំឲ្យយើងរៀងខ្លួនបន្ទាប់មកបានយើងបំពេញការងារនឹងតាមចំណេះជំនាញរបស់យើងមុខងារយើងហើយពេលម៉ោង11យើងត្រូវជួបជុំគ្នាតម្រង់ជួរនេះម្ដងទៀតយកបងឲ្យមេហើយបងប្អូននេះគឺជាសកម្មភាពការគឺយើងធ្វើការបែបនេះបងប្អូនធ្វើការតាមមុខជំនាញរបស់យើងអ្នកដែលចងដែកទៅអ្នកដែលជីកដីក៏ជីកដីទៅហើយអ្នកដែលវាយពុំទៅហើយនេះដែកសដែកសពេលដែលគេចងគឺគេចងចឹងបងចងកាយ20 គុណ 20ចឹងហើយប្រវែងសនេះ20ជុំប្រវែងផងវាពី3 ម៉ែត្រខ្សែហើយនេះពេលថ្ងៃបងនេះដល់ពេលថ្ងៃហូបបាយម៉ោង11គេត្រូវត្រង់ជួរគ្នាម្ដងទៀតដើម្បីយកបងឲ្យមេនិយាយពីថាត្រង់ជួរគ្នាវិញនៅក្នុងក្រុមហ៊ុនចិននេះបងប្អូនមួយថ្ងៃ4 ដងពេលព្រឹកយកបងឲ្យមេពេលថ្ងៃចេញហូបបាយយកបងមកខ្លួនឯងវិញហើយពេលចូលធ្វើការម៉ោង1យកបងឲ្យមេម្ដងទៀតពេលម៉ោង5 កន្លះយើងយកបង2 ម្ដងទៀតបងប្អូនអញ្ចឹងមួយថ្ងៃធ្វើការ9 ម៉ោងបងចូលម៉ោង6 កន្លះចេញម៉ោង11ហូបបាយចូលម៉ោង1បងនេះពេលដែលជាងចេញបាយហើយក៏ត្រូវមកចំអិនមកហូបខ្លួនឯងបងហើយក្រុមជាងយើងគាត់មានជំនាញធ្វើម្ហូបដោយខ្លួនគាត់មិនចាំបាច់មានគ្រួសារស្រីនារីឬក៏ប្តីប្រពន្ធម្ដាយឪពុកទេបើគាត់ទៅតែប្រុសអញ្ចឹងគាត់អាចធ្វើម្ហូបដោយខ្លួនគាត់បានបងអញ្ចឹងម្ហូបគាត់មានមុខម្ហូបជាច្រើនដែលគាត់អាចចំអិនធ្វើបានហូបបានដោយខ្លួនឯងបងមើលឃើញណាសបងជាងណាបងហើយមើលបន្ទប់គេបងបន្ទប់គេធ្វើហុំជុំវិញអញ្ចឹងណាបងហើយអ្នកខ្លះគាត់ខ្ជិលធ្វើបន្ទប់គាត់ទិញតង់មួយទៅគាត់ចូលសម្រាកនៅក្នុងតង់ហ្នឹងទៅពេលយប់ណាបងហើយអ្នកខ្លះក៏អត់ទិញតង់ទេនេះគាត់យកតង់មកបាំងធ្វើជាបន្ទប់ហើយអ្នកខ្លះទៀតក៏គាត់អត់បានធ្វើបន្ទប់ទេគាត់ប្រុសគាត់ដេកសម្រាកនៅកណ្ដាលវាលអីចឹងទៅប៉ុន្តែនៅក្នុងរូងគេបងនៅក្នុងរូងគេធ្វើរូងឲ្យនៅបងគេមានរូងកម្មកររូងបុគ្គលិកគេអញ្ចឹងណាបងហើយពួកគាត់រស់នៅបែបសាមញ្ញតែមានក្តីសុខព្រោះគាត់មកធ្វើការ